អូខេសួស្តីអ្នកនរគ្នាយើងតមេរៀនយើងបន្តទៀតយើងចូលទៅកាន់ធួមួយនេះបាទធួមួយនេះគឺប្រើសម្រាប់ធ្វើការគូសខ្សែហើយនៅក្នុងធួនេះគឺមាន6ធួសម្រាប់យើងយកមកធ្វើការសិក្សាអញ្ចឹងធួទី1គឺ rectangle ធួគឺប្រើសម្រាប់ធ្វើការគូសជាលក្ខណៈចតុកោណកែងឬក៏រាងការ៉េយើងអាចធ្វើការចុចអក្សរ U ដើម្បីធ្វើការហៅធួនោះយកមកប្រើប្រាស់បានអញ្ចឹងយើងអាចចលេចមើល option ខាងលើនេះបានណាអញ្ចឹង option ខាងលើនេះខ្ញុំនឹងធ្វើការបង្ហាញនីមួយៗឲ្យបងប្អូនបានយល់អញ្ចឹងខ្ញុំសូមធ្វើការប្រើជាលក្ខណៈ save អញ្ចឹង save នេះពេលនៅពេលដែលយើងធ្វើការគូសយើងអាចគូសទៅតាមទ្រង់ទ្រាយដែលយើងចង់បានរួចយើងធ្វើការប្រឡែងវានឹងចេញជា property ឲ្យយើងតែកន្លែងនេះខ្ញុំមិនទាន់ធ្វើការបង្ហាញទេខ្ញុំសូមបិទវាសិនវានឹងចេញជាលក្ខណៈ rectangle 1ដែលជា shape layer មួយអញ្ចឹងករណីយើងចង់បានបាទអញ្ចឹងបើសិនជាយើងធ្វើការគូស shape មួយទៀត rectangle ធួមួយទៀតនៅជាមួយគ្នាកន្លែងនេះហើយយើងចង់បានជាលក្ខណៈផ្ទៃការ៉េយើងអាចធ្វើការចុច shift ឲ្យជាប់រួចធ្វើការទាញមកវានឹងចេញលក្ខណៈផ្ទៃការ៉េប៉ុន្តែ shape ទាំងពីរនេះគឺវានៅជាមួយគ្នាករណីដែលយើងធ្វើការបដូរពណ៌វានឹងបដូរពណ៌ទាំងអស់តែម្ដងហើយត្រង់ចំណុចនេះបើសិនជាយើងចង់បាន shape layer ថ្មីមួយទៀតយើងអាចធ្វើការចុចទៅលើ background រួចធ្វើការគូស shape layer ដែលយើងចង់បានមកវានឹងបង្កើតជា layer shape layer ទី2ដែលដាក់ឈ្មោះថា rectangle 2អញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំនឹងធ្វើការបង្ហាញនៅ option ខាងលើនេះបាទ option ខាងលើនេះវាដូចតែនឹង property នេះដែរទេបាទអញ្ចឹងករណីយើងចង់ធ្វើការកំណត់នៅតម្លៃជាក់លាក់នៃ shape យើងអាចធ្វើការកំណត់នៅត្រង់ចំណុចនេះអញ្ចឹងករណីខ្ញុំឧទាហរណ៍ខ្ញុំចង់បានវាជាទំហំ80អញ្ចឹងករណីដែលជាប់ច្រវាក់បែបនេះពេលយើង enter មកអាខាងក្រោមក៏80ដែរអញ្ចឹងមកយើងដោះច្រវាក់កន្លែងនេះហើយយើងធ្វើការផ្លាស់ប្ដូរទំហំនេះទៅជា150 enter មកវានឹងរីកតែតតឹងទេអញ្ចឹងឥឡូវខ្ញុំបិទ save កន្លែងនេះកុំឲ្យញ៉ៃទតឹងមិនដោយឥឡូវខ្ញុំចង់បានវា200 enter មកវានឹងធ្លាក់ទៅបែបនេះហើយចំពោះ x y នេះគឺជាកន្លែងដែល shape កំពុងឈរនៅករណីដែលខ្ញុំធ្វើការទាញបែបនេះវានឹងរត់មកស្ដាំទីមកនេះវារត់មកឆ្វេងចឹងនេះលើ y នេះលើក្រោមណា y ណាអង់គ្លេស y ទីមកវានៅលើក្រោមហើយចំពោះកន្លែងនេះគឺសម្រាប់ធ្វើការផ្លាស់ប្ដូរនៅdegree នៃ shape អញ្ចឹងយើងចង់បានប្រមាណចុចមកវានឹងផ្លាស់ប្ដូរទៅតាមនឹង180ឬ90 degree ទៅតាមអ្វីយើងចង់បានហើយចំណុចនេះវាធ្វើការផ្លាស់ប្ដូរឆ្វេងស្ដាំណាអញ្ចឹងដោយសារតែរូបនេះវាលក្ខណៈចតុកោណកែងអញ្ចឹងវាយើងចុចកន្លែងនេះមើលដឹងទេណាយើងចុចដឹងទេអញ្ចឹងចាំតិចទៀតខ្ញុំនឹងធ្វើការបង្ហាញកន្លែងនេះអញ្ចឹងយើងមើលទៅខាងក្រោម appearance កន្លែងនេះគឺសម្រាប់ធ្វើការបដូរពណ៌អញ្ចឹងនៅពេលដែលយើងយកកន្លែងនេះជា solid color ដែលយើងអាចធ្វើការបដូរពណ៌ទៅតាមអ្វីដែលយើងចង់បានពណ៌មិនមែនមានប៉ុណ្ណេះយើងអាចកន្លែងនេះមកដើម្បីធ្វើការជ្រើសរើសពណ៌បន្ថែមទៀតណាចង់បានពណ៌បែបម៉េចយើងអាចធ្វើការកំណត់បដូរពណ៌បានចំពោះកន្លែងនេះវិញគឺជាកន្លែង gradient color នេះគឺសម្រាប់ធ្វើការលាយពណ៌មានន័យពណ៌លាយយើងអាចធ្វើការជ្រើសរើសប្រភេទពណ៌ដែលយើងចង់បានអញ្ចឹងវានឹងរត់ទៅតាមប្រភេទពណ៌ដែលយើងចង់បានហើយនៅក្នុង gradient color នោះវាមានច្រើនណាច្រើនអញ្ចឹងយើងអាចជ្រើសរើសពណ៌ដែលយើងចង់បានឬក៏យើងអាចធ្វើការកំណត់បន្ថែមពណ៌កន្លែងនេះក៏អាចបន្ថែមបានដែរយើងចង់បានពណ៌បែបម៉េចណាយើងអាចបន្ថែមបានមេរៀនមុនក៏ខ្ញុំបានធ្វើការបង្ហាញដែរពាក់ព័ន្ធជាមួយនឹងធួបាទធួមួយនេះ gradient ធួនេះយើងអាចចូលទៅមើលបានហើយមួយនេះគឺសម្រាប់ធ្វើការ pattern នេះគឺសម្រាប់ធ្វើការដាក់នៅជាលក្ខណៈរូបភាពនៅក្នុង shape អញ្ចឹងធួនេះក៏វាមានតិចដែរហើយយើងចង់បង្កើត pattern នៅខ្លួនឯងយើងអាចចូលទៅមើលមេរៀននេះបាន
pattern stem ធួនេះបាទអញ្ចឹងនៅក្នុងមេរៀនមុនគឺខ្ញុំបានធ្វើការបង្ហាញដែរអញ្ចឹងយើងតទៀតយើងមើលទៅលើឥឡូវកន្លែងនេះខ្ញុំសុំយក solid color វិញដើម្បីស្រួលបង្ហាញអញ្ចឹងកន្លែងនេះជា stroke បាទ stroke កន្លែងនេះយើងចង់បានពណ៌បែបណាឧទាហរណ៍ខ្ញុំចង់បានពណ៌ក្រហមវានឹងចេញពណ៌ក្រហមហើយយើងអាចចុចកន្លែងនេះហើយកម្រាស់វាទូចយើងអាចធ្វើការផ្លាស់ប្ដូរទំហំ stroke បានហើយកន្លែងនេះគឺជា style នៃ stroke យើងចង់បាន style បែបម៉េចយើងរើសមកកន្លែងនេះវិញជាលក្ខណៈបង្ហាញលក្ខណៈកែងដែលយើងអាចធ្វើការកំណត់ឧទាហរណ៍ថាកន្លែងនេះយើងចង់បានកែងវាប៉ុណ្ណានៅកន្លែងនេះដោយសារតែយើងជ្រើសយក pattern stem tool អញ្ចឹងយើងចុចអក្សរ U ដើម្បីចូលមកកន្លែងនេះបើយើងវិញមកវានឹងបង្ហាញជាចំណុចឲ្យយើងធ្វើការទាញតែម្ដងឧទាហរណ៍យើងចង់បានគម្លាតវាប៉ុណ្ណាភាពកោងភាពដេកហើយកន្លែងនេះយើងអាចធ្វើការដោះចង្វាក់នេះដើម្បីកុំឲ្យវារត់ទៅតាមឥឡូវឧទាហរណ៍ថាកែងនេះខ្ញុំចង់បានប៉ុណ្នេះយើងអាចវាតម្លៃបញ្ចូលបានកន្លែងនេះដាក់25មក enter មកអញ្ចឹងវាកែងតែមួយចំហៀងនេះទេណាអញ្ចឹងកន្លែងនេះខ្ញុំដាក់150ចុះអញ្ចឹងវានឹងកោងចូល150អញ្ចឹងទៅណាអញ្ចឹងនៅពេលយើងអនុវត្តជាក់ស្ដែងនៅមេរៀនទៅកាន់តែយល់ស៊ីជម្រៅជាមួយនឹងមេរៀននេះហើយអញ្ចឹងកន្លែងនេះបើសិនជាយើងយកបែបនេះវានឹងកាត់យកលក្ខណៈ background ផ្ទៃអញ្ចឹងទៅណាអានេះខ្ញុំនឹងបញ្យល់នៅកន្លែងនេះណាបញ្យល់នៅកន្លែងធួលើនេះបាទអញ្ចឹងយើងពាក់ព័ន្ធមួយ set ដូចជាអស់ហើយអញ្ចឹងយើងទៅមើលផាតបាទផាតនេះគឺប្រើសម្រាប់ធ្វើការគូសដូចគ្នាគ្រាន់តែជាគូសមកវាចេញជាលក្ខណៈតែផាតដែលយើងបានរៀនជាមួយនឹងធួមុនគឺ pen tool នេះសម្រាប់ធ្វើការពុត pen ទៅតាមអ្វីយើងចង់បានអញ្ចឹងកន្លែងនេះបើសិនជាយើងចង់បានជាខ្សែ selection យើងគ្រាន់តែចុច control enter មកវានឹង load ជាខ្សែ selection អញ្ចឹងខ្ញុំចុច control អក្សរ J ដើម្បីធ្វើការ copy រូបមួយនេះហើយចុចអក្សរ V ឬក៏យក move tool ដើម្បីធ្វើការទាញរូបនេះមកហើយយើងអាចចុចអក្សរ U វិញដើម្បីចូលទៅជាកន្លែង save វិញហើយយើងក៏លេខមើលកន្លែងនេះដែលខ្ញុំបានបញ្ជាក់មិញនេះគឺយើងអាចធ្វើការកំណត់ទិសដៅមានន័យថាត្រឡប់ពីឆ្វេងទៅស្ដាំពីស្ដាំមកឆ្វេងពីលើចុះក្រោមកន្លែងមិនហ្នឹងអញ្ចឹងបាទផាតមានតែប៉ុណ្្នឹងទេកន្លែងនេះខ្ញុំនឹងបង្ហាញបន្តទៀតអញ្ចឹងករណីមួយទៀតនៅពេលដែលយើងប្រើជាលក្ខណៈ pixel ជាលក្ខណៈ pixel នេះបើសិនជាពណ៌កន្លែងនេះយើងចង់បានពណ៌បែបម៉េចយើងគូមកគឺវានឹងធ្លាក់ទៅលើ background វាធ្លាក់ទៅលើ background អញ្ចឹងធ្វើឲ្យប៉ះពាល់ដល់ background អញ្ចឹងកន្លែងនេះបើយើងចង់ប្រើយើងអាចចុចខាងក្រោមនេះប៉ុន្តែបាំងរូបខ្នងខ្ញុំហើយយើងចុចកន្លែង create new layer នេះវានឹងចេញ layer មួយបែបនេះតែបើសិនជាយើងនេះយើងអាចចុច shift control អក្សរ n មកក៏វាចេញឲ្យយើងធ្វើការដាក់ឈ្មោះ layer តែម្ដងឬក៏យើងចុច mouse ខាងស្ដាំលើ background នេះមកយកពាក្យថា new layer ចេញដូចគ្នាហើយដាក់លេខមកចេញពី2អញ្ចឹងយើងអាចធ្វើការគូសនៅលើ layer នេះបានណា layer ទី1ពណ៌នេះទៅ layer ទី2យើងយកពណ៌បែបក្រហមយទៅអាចធ្វើការគូសបានកន្លែងមួធัวមេរៀនមួធัวខ្ញុំបានបញ្ជាក់ប្រាប់ហើយគឺកន្លែងនេះបើសិនជា layer ណានៅខាងក្រោមគឺវានៅពីក្រោយ layer ណានៅពីលើគឺវានៅពីមុខណាហ្នឹងហើយអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញកន្លែង set នេះបន្តិចទៀតពាក់ព័ន្ធជាមួយនឹងធัวនេះបាទអញ្ចឹង combine new layer មានន័យថានៅពេលយើងធ្វើការគូសមកវានឹងចេញជា layer save layer ថ្មីមួយណា save layer ថ្មី2ថ្មី3ឥឡូវខ្ញុំលុបចោលសិនតែបើសិនជាយើងយក combine save មានន័យថាបើសិនជាយើងធ្វើការគូសវានឹងចេញ save មួយ
ហើយយើងធ្វើការគូសមួយទៀតវានៅក្នុង save តែមួយឬក៏យើងអាចធ្វើការគូសប្រមាណក៏ដោយគឺវានៅក្នុង save តែមួយអញ្ចឹងនៅក្នុង save នេះបើសិនយើងចង់ធ្វើការផ្លាស់ប្ដូរទិសដៅនៃ save ដែលយើងបានគូសនីមួយៗយើងអាចចូលទៅ direction បាទ path selection tool នេះយើងអាចចូលទៅ path selection tool ហើយយើងអាចធ្វើការចាប់ទាញ tool នីមួយៗយកមកធ្វើការប្រើប្រាស់តែវានៅក្នុង save layer តែមួយអញ្ចឹងករណីកន្លែងនេះយើងអាចធ្វើការ select all ចេះហើយយើងអាចធ្វើការចុច store u មកយើងចូលទៅកន្លែងនេះយើងអាចធ្វើការ merge layer នេះតែមួយបាននៅពេលដែលយើងធ្វើការ merge layer កន្លែងនេះហើយយើងអត់អាចប្រែផ្លាស់ប្ដូរទីតាំងវាតែមួយបានទេណាហ្នឹងហើយឬក៏យើងចង់ធ្វើការផ្លាស់ប្ដូរទីតាំងរបស់វាបានយើងអាចជា control មកចាប់ទាញមកគឺវាផ្លាស់ប្ដូរទីតាំងហើយឥឡូវខ្ញុំសុំទៅលុបចោលយើងចូលទៅបញ្ចូលមួយទៀតអញ្ចឹងនេះខ្ញុំសុំដូរពណ៌ខ្មៅឲ្យស្រួលមើលយើងចូលទៅដល់ subtract from save បាទអញ្ចឹងកន្លែងនេះសម្រាប់ធ្វើការអីនៅពេលយើងធ្វើការគូស save មួយហើយយើងធ្វើការគូស save មួយទៀតដែលកាត់គ្នាកន្លែងនេះអញ្ចឹង save ដែលកាត់កន្លែងនេះវានឹងដកនៃចំនួនដែលវាកាត់ឧទាហរណ៍ខ្ញុំកាត់ប៉ុណ្នេះវានឹងដកក្បាលប៉ុណ្នេះណាហ្នឹងហើយអូខេតើអត់បាទអត់តន់ចាំ comment សួរនៅខាងក្រោមវីដេអូអញ្ចឹងឥឡូវខ្ញុំសូមធ្វើការលុបចោលវិញហើយខ្ញុំនឹងធ្វើការបង្ហាញបន្តទៀត insert បាទ insert sub area អញ្ចឹងកន្លែងនេះមានន័យថាបើសិនជាយើងគូស save ហើយបើសិនជា save មួយយើងគូស save មួយទៀតកាត់គ្នាអា save ដែលនៅខាងក្រៅរង្វង់ហ្នឹងវាបង្ហាញតែអាកន្លែងដែលកាត់គ្នានឹងទេអញ្ចឹងអាក្រៅនេះគឺវានឹងអត់បង្ហាញនេះទេហ្នឹងហើយអញ្ចឹងដូចជាបាទកន្លែងនេះដូចគ្នាឥឡូវខ្ញុំលុបចោលហើយខ្ញុំបង្ហាញមួយទៀតបាទនៅ exclude នេះមានន័យថាបើសិនជាកន្លែងនេះយើងគូសហើយកន្លែងនេះយើងធ្វើការគូសកន្លែងដែលវានៅក្នុងរង្វង់ហ្នឹងគឺវានឹងចំហវាបង្ហាញតែហ្គេមដែលអាកន្លែងនេះកាត់នេះគឺអត់បង្ហាញទេអូខេអញ្ចឹងដូចជាអស់ហើយចំណុចដែលខ្ញុំចង់ធ្វើការបង្ហាញអានេះកន្លែងពាក់ព័ន្ធជាមួយនឹងយើងអាចពង្រៀបវានេះទេវាបើសិនជានៅបង្ហាញកន្លែងហ្នឹងទៀតវាយូរហ្នឹងហើយខ្ញុំសូមធ្វើការលុបចោលបាទអញ្ចឹងធួផ្សេងទៀតគឺវាមានភាពប្រហាក់ប្រហែលគ្នាទេគ្រាន់តែជាលក្ខណៈគូជាលក្ខណៈរង្វង់យើងអាចជ្រើសកន្លែងនេះយកជាញូមកយើងគូសមួយទៀតលក្ខណៈពងក្រពើបាទវាចេញជាអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះវាអត់មានអីច្រើនទេវាដូចគ្នាទេណាហ្នឹងហើយអញ្ចឹងយើងមើលមួយមកកន្លែងហ្នឹងនេះវាដូចតែគ្នាទេហ្នឹងហើយឡាញគឺសម្រាប់ធ្វើការគូសបន្ទាត់គូសអីហ្នឹងបន្ទាត់យើងអាចធ្វើការជ្រើស stroke ជ្រើសអីទៅតាមប្រភេទដែលយើងចង់បានអានេះcustom shape នេះមានតែយើងអាចធ្វើការគូសទ្រង់ទ្រាយទៅតាមចំណូលចិត្តយើងបានឥឡូវខ្ញុំធ្វើការលុបចោលហ្នឹងមកឲ្យវាច្រើនបន្តិចនៅក្នុង custom shape នេះយើងអាចមើលកន្លែងនេះអញ្ចឹងវាមានជាលក្ខណៈសត្វបើយើងចង់គូសរូបដំរីយើងចុចលើដំរីនេះគ្រាន់គូសមកវាចេញជាលក្ខណៈ shape ដំរីឲ្យតែម្ដងយើងចង់បានរូបបែបម៉េចចេញមកបែបនឹងឲ្យយើងហ្នឹងហើយអញ្ចឹងនៅក្នុងនេះវាមានshape ឲ្យច្រើនដែរសម្រាប់ធ្វើការបង្ហាញនឹងជាលក្ខណៈដើមឈើអញ្ចឹងទៅហើយ stroke យើងអាចធ្វើការផ្លាស់ប្ដូរវាទៅជាពណ៌រៀងដើមឈើអញ្ចឹងទៅហើយជ្រើសរើសទៅតាមជាក់ស្ដែង
បាទអញ្ចឹងមេរៀននេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមានចម្ងល់អាច comment សួរនៅខាងក្រោមវីដេអូបាន